coolant ហ្នឹងសំខាន់ណាស់បើសិនជាមានការខកស្ទះឬក៏ច្រេះចាត់ដែលធ្វើឲ្យវាស្កកស្ទះនោះធ្វើឲ្យសីតុណ្ហភាពនៃម៉ាស៊ីនហ្នឹងឡើងបាទតែពេលធ្វើសីតុណ្ហភាពហ្នឹងឡើងធ្វើឲ្យទឹកហ្នឹងក៏ចាប់ផ្ដើមរុញចេញតាមរយៈកាបូបតាមរយៈអីជាដើមអញ្ចឹងទៅបាទហើយក៏ធ្វើឲ្យឡានហ្នឹងបាត់បង់ទឹកចំណុចមួយនេះយើងនឹងពិភាក្សានេះតើទឹកថ្នាំស្អំទឹកឬក៏ coolant ហ្នឹងតើវាមានសារៈសំខាន់កម្រិតណាសម្រាប់ឲ្យរថយន្តយើងប្រើប្រាស់បានយូរវែងហើយកុំឲ្យមានការខូចខាតធ្ងន់ធ្ងរបាទដូច្នេះអ្វីដែលខ្ញុំអាចចែកម្លែកបានតកតងបទពិសោធន៍ហើយនឹងអ្វីដែលខ្ញុំបានឆ្លងកាត់កន្លងមក coolant មានពីរប្រភេទមានមួយ premix មួយទៀត concentrate បាទចា premix ហ្នឹងមានគេលាយហើយស្រេចហ៎បាទ50ពីរោងចក្រមកគេលាយហើយស្រេចហើយ concentrate មានថាយើងយកមកលាយខ្លួនឯងបាទទី2មានពណ៌ផ្សេងគ្នាដែរបាទអញ្ចឹងមានពណ៌ខៀវមានពណ៌បៃតងមានពណ៌ក្រហមហើយមានពណ៌កាឈូកទៀតបាទអញ្ចឹងអានោះផ្សេងគ្នាអញ្ចឹងយើងនឹងជជែកគ្នាបន្តិចអញ្ចឹងតាក់ទងទៅនឹង coolant មានតួនាទីសម្រាប់ឲ្យរក្សាម៉ាស៊ីនហ្នឹងឲ្យត្រជាក់បាទមួយទៀតគឺកុំឲ្យប្រព័ន្ធនៅម៉ាស៊ីនដែលលំហូរជុំវិញទាំងអស់ហ្នឹងដើម្បីទៅរក្សានៅសីតុណ្ហភាពនៅក្នុងម៉ាស៊ីនហ្នឹងទាំងអស់ហ្នឹងគឺត្រូវការរំអិលដែរដើម្បីកុំឲ្យវាច្រេះបាទហើយនឹងការពារកុំឲ្យវាហ្នឹងមានការកកស្ទះដែរបាទអញ្ចឹង coolant ហ្នឹងសំខាន់ណាស់បើសិនជាមានការកកស្ទះឬក៏ច្រេះចាត់ដែលធ្វើឲ្យវាស្កកស្ទះនោះធ្វើឲ្យសីតុណ្ហភាពនៃម៉ាស៊ីនហ្នឹងឡើងបាទតែពេលធ្វើសីតុណ្ហភាពហ្នឹងឡើងធ្វើឲ្យទឹកហ្នឹងក៏ចាប់ផ្ដើមរុញចេញតាមរយៈកាបូបតាមរយៈអីជាដើមអញ្ចឹងទៅបាទហើយក៏ធ្វើឲ្យឡានហ្នឹងបាត់បង់ទឹកឬក៏បាត់បង់ coolant ហ្នឹងចេញព្រោះវាខ្ទាតចេញទៅក្រៅអញ្ចឹងធ្វើឲ្យឡានហ្នឹងឡើងកម្ដៅធ្វើឲ្យឡានហ្នឹងឆេះរងកន្លះធ្វើឲ្យខូចម៉ាស៊ីនខូចអីជាដើមអញ្ចឹងរឿងហ្នឹងធ្ងន់ធ្ងរយើងមើលទៅងាយបាទតែវាអត់ងាយទេអញ្ចឹងយើងតើតែយើងជ្រើសរើសឲ្យត្រឹមត្រូវបងយល់យ៉ាងម៉េចដែរតកតងនឹង coolant ហ្នឹងតើវាមានសារៈសំខាន់អញ្ចឹងទេបាទខ្លីៗបងសម្រាប់ coolant បើយើងជជែកពីស្ពេចបច្ចេកទេសវាមានច្រើនដោយបងលើកឡើងមានពណ៌មានអីអញ្ចឹងដើម្បីសម្រួលដល់អតិថិជនដែលគាត់ជាអ្នកម្ចាស់រថយន្តដែលជាអ្នកប្រើប្រាស់ដើម្បីងាយស្រួលក្នុងការជ្រើសរើសហ្មងពណ៌ខ្ញុំឲ្យប្រើប្រាស់ទៅតាមពណ៌ original ឡានរបស់យើងពណ៌អីយើងរក coolant ប្រភេទពណ៌ហ្នឹងទៅវាអត់មានបញ្ហាអីទេប៉ុន្តែ coolant គឺសំខាន់បាទដែលនិយាយថា premix ហ្នឹងគឺអា coolant ដែលរោងចក្រគេលាយឲ្យ50បាទទឹក50 coolant 50តេស្តទៅគឺសីតុណ្ហភាពរបស់វាគេហៅលេខរបស់វាហ្នឹងដក36ទៅ40ហ្នឹងគឺវាស៊ូកម្ដៅបានក្នុងសម្ពាធធម្មតាបាទន័យថាអត់មានអី open មកបាទក្នុងសម្ពាធធម្មតាហ្នឹងគឺ105អីបានពុះវាអីចឹងទៅណាបាទទឹកធម្មតាគឺពុះ100បាទដល់ពេលសម្ពាធធម្មតា105 106អីចឹងទៅតែបើនៅក្នុងរថយន្តសម្ពាធបាទន័យថា coolant ហ្នឹងគេ pressurize បាទន័យថាវាបិទចិត្តវាមានសម្ពាធឡើងឧទាហរណ៍1 psi ស្មើនឹង71ដឺក្រេអញ្ចឹងទៅឧទាហរណ៍បើសម្ពាធវា1បារវាស្មើ15 16 psi អញ្ចឹងវាឡើងពី105ពុះវាទៅជា125បានពុះអញ្ចឹងទៅអញ្ចឹងហេតុអីបានយើងត្រូវប្រើ coolant ព្រោះយើងទី1យើងការពារការពុះមុនការចាំបាច់បានន័យថាការប្រើប្រាស់ម៉ាស៊ីនជួនកាលយើងជិះស្ទះចរាចរណ៍ឬក៏សីតុណ្ហភាពឡើងក្តៅអីអញ្ចឹងទៅវាអាចលើសពីការកំណត់របស់ម៉ាស៊ីនឧទាហរណ៍ម៉ាស៊ីនពួកឡាននៅអាស៊ីច្រើនតែ82ទៅ85អីចឹងណាស្ពេចគេ82ឯងប៉ុន្តែវាអត់អាច regulate បាន82វាតែលើសតិចតួចបាទឡានអឺរ៉ុបចឹង95ទៅ100អីចឹងទៅបាទអញ្ចឹងសម្រាប់ឡាននៅអឺរ៉ុបវារៀងក្តៅបន្តិចព្រោះម៉ាស៊ីនរបស់វាមានការពារកម្ដៅសាយភាយអញ្ចឹងទៅបិទចិត្តសម្រាប់អាកាសធាតុត្រជាក់អញ្ចឹងវាធ្វើឲ្យយកមកប្រើនៅស្រុកយើងនេះវារៀងក្តៅជាងធម្មតាបន្តិចអញ្ចឹងដាច់ខាតត្រូវតែប្រើ coolant ណាមិនអាចប្រើទឹកបានទេបាទទឹកមានបញ្ហាច្រើនណាទី1ឆាប់ពុះធ្វើឲ្យសម្ពាធនៅក្នុងនោះវាឡើងលើសកំណត់បានតែយើងកំណត់តែ1បាឬ1បាកន្លះដូចយើងសັບកង់ឡានយើង2បាកន្លះអីចឹងទៅ
បាទឬក៏ប្រមាណ PSI ដែលត្រូវនឹងពីបាកន្លះហ្នឹងទៅអញ្ចឹងវាធ្វើឲ្យពុះសម្ពាធវាឡើងខ្ពស់អញ្ចឹងអាតយោអីហ្នឹងវាអាចរបូតបាទវាអាចបែកវាអាចអីទៅតាមអាយុប្រើប្រាស់របស់វាបើសិនជាវាថ្មីវាអាចរបូតបាទបើសិនតយោហ្នឹងរៀងចាស់វាអាចផ្ទុះបែកអញ្ចឹងវាធ្វើឲ្យរំខានដល់ការធ្វើដំណើររបស់យើងអញ្ចឹងដាច់ខាតមិនអាចប្រើទឹកទេអាហ្នឹងទី1រឿងពុះទី2ប្រើទឹកយូរអង្វែងវានឹងធ្វើឲ្យប្រព័ន្ធក្នុងម៉ាស៊ីនហ្នឹងច្រេះដូចជំងឺមហារីកអញ្ចឹងតែពេលច្រេះហើយចាប់ផ្ដើមពេលដែលច្រេះរហូតដល់លិចពេលដែលយើងបើកមកជួសជុលមិនងាយទេបាទនៅខាងក្នុងវាច្រេះអស់ហើយទោះបីយើងដូរគ្រឿងឧទាហរណ៍មួយចេញមួយដូរកន្លែងណាក៏វាមិនបាត់ដែរវាទៅជាម៉ាស៊ីនហ្នឹងត្រូវខូចទាំងស្រុងតែម្ដងទៅថ្ងៃក្រោយពេលដែលវាមានបញ្ហាលិចហើយគឺយើងមិនអាចទៅធ្វើមិនឲ្យបាត់ច្រេះវិញបានទេឧទាហរណ៍ថាប្រព័ន្ធលំហូរនៃបាទត្រជាក់ហ្នឹងឆ្លងកាត់តយោដែកផងតយោស្ពាន់ផងតយោស្ពាន់ផងចូលតែម៉ូស្តាតផងអាលុយមីញ៉ូមផងទាំងអស់បាទហ្នឹងហើយអញ្ចឹងពេលណាបើសិនជាមានច្រេះកន្លែងណាព្រោះធម្មតាវាមិនមែនច្រេះតែមួយកន្លែងបើគាត់មានច្រេះផ្សេងហើយបើសិនជាតយោជាកស៊ូជាអីវិញក៏វាធ្វើឲ្យឆាប់រឹងឆាប់អីជាដើមអញ្ចឹងទៅបាទអញ្ចឹងពេលណាដែលមានរឿងកើតឡើងបើយើងគួរថាយើងឃើញមានកន្លែងលិចមួយកន្លែងដែកតយោដែកមួយលិចយើងដូរតែហ្នឹងទៀតវាទៅលិចកន្លែងផ្សេងទៀតព្រោះកន្លែងលែងលិចសម្ពាធហ្នឹងវាទៅបុកទៅកន្លែងផ្សេងទៀតអញ្ចឹងវាលិចបន្តគ្នាអញ្ចឹងបកាភាសាជាងព្យាបាលមែនទេបងបាទអញ្ចឹងcoolant ហ្នឹងគឺមានពីរប្រភេទដែលយើងអាចជ្រើសរើសបានទី1យើងអាចរបស់ដែលគេលាយឲ្យស្រាប់ហើយយើងយកមកចាក់តែម្ដងបាទរបស់មួយទៀតហៅ concentrate បាទដែលយើងត្រូវតែលាយជាមួយនឹងទឹកដែលសុទ្ធបាទអញ្ចឹងអាទឹកហ្នឹងយើងនិយាយបន្តិចដែរទឹកហ្នឹងមិនមែនទឹកក្បាលរ៉ូម៉ាណេព្រោះទឹកក្បាលរ៉ូម៉ាណេវាអាចមានជាតិកបោនជាតិអីផ្សេងអញ្ចឹងណាក្លរអញ្ចឹងទៅអញ្ចឹងពេលណាដែលដាក់ចូលទៅរបស់ហ្នឹងយូរទៅវានឹងកកឲ្យវាស្ទះអញ្ចឹងវាទៅជាមានបញ្ហាអញ្ចឹងយើងត្រូវលាយជាមួយទឹកដែរតែទឹកដែលសុទ្ធអត់មានអាកបោនអាក្លអីផ្សេងហ្នឹងបាទអាចមិចលាយគ្នាជាមួយនឹង concentrate បានបាទហ្នឹងអាហ្នឹងបញ្ជាក់កន្លែងមួយសំខាន់ដែរมันអាចបើករ៉ូម៉ាណេមកដាក់ចូលផ្លឹបមិនបានមានរឿងហ្នឹងកើតឡើងជាមួយនឹង coolant ហ្នឹង coolant អត់គុណភាពមិនមែនទេដោយសារយើងប្រើទឹកហ្នឹងហើយទឹកហ្នឹងមានអាសារជាតិទាំងអស់ហ្នឹង